ថ្មរដប់ភូមិគ្មានតម្លៃទេ Echayan Ketamirahara Eshedamamem ពណ៌ចម្រុះមានតម្លៃ200,000 យន់តម្លៃប្រាក់កម្ចីភូមិ Beacon Yuanshi មានតម្លៃ28លានយន់ភាគខាងជើងភូមិដើមប្រភេទកញ្ចក់អធិរាជបៃតងមានតម្លៃ50លានយន់យ៉ាងណាមិញលោកគ្រូនិយាយត្រូវណាស់នៅទីនេះពិតជាមានត្បូងថ្មដែលមានគុណភាពខ្ពស់មែនយ៉ាងណាក៏ដោយពួកគេទាំងអស់គ្នានៅស៊ូយៀនផ្នែកសម្ភារៈពិតជាបានជួយសន្សំប្រាក់ខ្ញុំមែនតាមពិតពួកគេទទួលបានសម្ភារៈពីស្រុកស៊ូយៀនវាហាក់ដូចជាកូនប្រុសពិតជាមិនពេញចិត្តនឹងម្ចាស់ផ្ទះទេសប្តាហ៍នេះយើងប្រកាសជាឈ្នះតើតំបន់ C1 អាចបង្កើតលទ្ធផលល្អដោយរបៀបណាសម្ភារៈនេះមិនសាមញ្ញទេវាដូចជាក្មេងពេកចូលយើងទុកបំណែកទាំងពីរនេះចោលប្រេងគ្រាន់តែជាទឹកធម្មតាតើវាអាចទៅរួចដោយរបៀបណាអ្នកដែលបានឈ្នះប្រឆាំងនឹងប្រធានាធិបតីដុំទេកូនសម្ភារៈនេះរដុបណាស់វាពិបាកបើកណាស់ត្បូងពេជ្រនៅតែត្រូវបានដឹកជញ្ជូននៅតែមានពេលសម្រាប់អ្នកដើម្បីធ្វើត្រាប់តាមការហៅរបស់អ្នកហៅខ្ញុំនឹងអត់ទោសឲ្យអ្នកគុំត្រឹមតែ500,000ប៉ុណ្ណោះខ្ញុំមានលទ្ធភាពទិញវាខ្ញុំបានធ្វើរឿងនេះយូរមកហើយខ្ញុំបានឮថាល្បែងស៊ីសងត្បូងនេះកំបិតមួយដើមទៅរកភាពក្រីក្រកំបិតមួយដើមទៅរកភាពបានមានប្រយោជន៍កំបិតខ្ញុំនឹងរើសតែថ្មពណ៌សមួយដុំមិនមែនអ្នកទេបើខ្ញុំចាញ់ខ្ញុំនឹងរៀបការជាមួយចៅតើអ្នកសុខចិត្តចាក់ចេញពីផ្ទះរបស់អ្នកទេកុំបារម្ភអីអ្នកមិនមានទំនាក់ទំនងជាមួយគ្រួសារចៅទេតើអ្នកកំពុងនិយាយអ្វីទៅកាន់គូដណ្ដឹងរបស់ខ្ញុំតើនេះជាពូស៊ីនណានមែនទេអ្នកមានគូដណ្ដឹងហើយមែនទេខ្ញុំគ្រាន់តែយើងនឹងឃើញក្នុងពេលបន្តិចទៀតតើអ្នកគួរលុតជង្គង់សុំទោសនៅទីណាវាស័ក្តិសមនឹងអ្នកហើយឈប់និយាយមិនសមហេតុផលទៅចៅវាយតោះចាប់ផ្ដើមអ្នកណាទៅមុនពិតណាស់ពួកគេបើករបស់ខ្ញុំមុនមានបន្ទាត់ច្បាស់លាស់មួយនៅលើសម្ភារៈការបើកបង្អួចខ្សែបូពណ៌បៃតងស្រស់បំព្រងថែមទាំងបានទៅដល់ពណ៌បៃតងអធិរាជគឺច្បាស់ណាស់ថាជាបំណែកមួយនេះគឺជាបំណែកតែមួយគត់នៃសម្ភារៈល្អបំផុតអ្នកត្រូវបានកំណត់ឲ្យខាតបង់ធំបែបនេះប្រសិនបើសម្ភារៈនោះពិតជាពណ៌បៃតងអធិរាជមែនវាត្រូវតែមានយ៉ាងហោចណាស់រាប់សិបលានលើកនេះពួកគេបានរកប្រាក់ចំណេញច្រើនបន្ទាប់ពីបានបញ្ចូលត្រកូលជាងគាត់គ្រាន់តែជាបរិសុទ្ធមានបំផុតប្រសិនបើមិនមែនដោយសារលោកចៅមើលថាតើរសជាតិរបស់អ្នកឆ្ងាញ់ប៉ុណ្ណាត្បូងថ្មពណ៌បៃតងសេងយ៉ាងអូនេះពិតជាមិនគួរឲ្យជឿមែនមើលវាទៅទោះបីជាវាគ្រាន់តែសេងយ៉ាងក្រីនប៉ុន្តែដុំធំបែបនេះវាក៏ត្រូវមាន10លានឬ1000ដែរវាហាក់ដូចជាប្រធានាធិបតីជាងត្រូវបានកំណត់ឲ្យខ្លាចជាខ្ញុំកុំបារម្ភអីគ្រូសាជូខ្ញុំនឹងមើលថែអ្នកឲ្យបានល្អខ្ញុំធានាថាអ្នកនឹងចូលចិត្តវានៅពេលអ្នកសាឡបងវាខ្ញុំមិនអាចបំភ្លេចលោកជើបានទេខ្ញុំមានអារម្មណ៍ថាស្រុកនេះអាចទិញបានក្នុងតម្លៃ10លានយើងជាគ្រូសាយ៉ាងមែនទេយើងវិស័យអាជីវកម្មរូបវន្តទាំងពីរនោះតើថ្មដែលបាក់បែកទាំងអស់អាចប្រៀបធៀបទៅនឹងមិនអីទេឈប់រអ៊ូតំទៅអូអនុញ្ញាតឲ្យគាត់បើកបោវាបើកភ្នែករបស់អ្នកតើនេះជាថ្មរវៃមួយដូចលោកប្រធានាធិបតីចៅថ្មនេះវាជាសម្បកសាច់ទោះបីជាផ្ទៃរបស់វាមុខរបស់នាងមានពណ៌ស្វាយស្រាលលំនាំពណ៌ខៀវប៉ុន្តែវាមានភាពញញញៃវាពិបាករកអ្វីដែលគួរឲ្យចាប់អារម្មណ៍នៅក្នុងភាពវឹកវរតើអ្នកណានឹងឈ្នះមុនពេលថ្មត្រូវបានបើកវានៅតែមិនប្រកាសថាអ្នកណានឹងចាញ់រកស្អែកបងស្រីទីក្រុងនេះគ្មានប្រយោជន៍សម្រាប់អ្នកទេវាត្រូវបានកំណត់ឲ្យក្លាយជាពិធីជប់លៀងឡើងផ្ទះថ្មីសម្រាប់ខ្ញុំមើលចុះថ្មនោះត្រូវបានដកចេញហើយអស្ចារ្យមែនហើយវាពិតជាសមុទ្រមែនពណ៌ផ្ទៃមេឃរដូវផ្ការីកពិតជាដូចទឹកកក Hongchan de Kea Shu Tu Cheng វាស្ទើរតែគ្មានស្នាមប្រេះវាទាំងសោភ័ណភាពនិងកម្រមានណាស់តាមពិតអ្នកមានទាំងការរួមភេទនឹងអ្នកពិតជាអស្ចារ្យពេកហើយឈុនដៃកៃផ្កាដៃស៊ីមួយដុំធំបែបនេះត្រូវបានបំផ្លាញរង្វាន់នេះមានតម្លៃយ៉ាងហោចណាស់20លានមែនហើយបរិសុទ្ធរបស់ខ្ញុំពិតជាមានអ្វីមួយមែនកន្លែងនេះពោពេញទៅដោយភ្នែកដ៏ទេវភាពនិងក្បាច់គុណខ្ញុំសុខចិត្តឲ្យត្បូងពេជ្រនោះដល់អ្នកត្រូវសួរថាតើខ្ញុំសុខចិត្តចំណាយប្រាក់20លានឬអត់20លានរបស់គាត់ខ្ពស់ណាស់ប៉ុន្តែមានតម្លៃជាងភ្នែកដ៏ទេវភាពដែលចង្អុលចេញវានៅតែទាបជាងនេះទៅទៀតខ្ញុំនឹងផ្ដល់ជូន2លក់វាឲ្យខ្ញុំក្នុងតម្លៃ12លានផ្ដល់ជូន25លានសម្ភារៈមួយដុំអាចបង្កើតបានច្រើនគ្រឿងអលង្ការនិងគ្រឿងតុបតែងលម្អពិតជាមានខ្ញុំនឹងវិនិយោគ30លានដើម្បីយកមកវិញនៅការវិនិយោគរបស់ខ្ញុំយើងត្រូវការមួយនៅទីនេះដោយចៃដន្យប្រសិនបើអ្នកយកថ្មឆៅដ៏មានតម្លៃរបស់ហាងឲ្យវាមកខ្ញុំដើម្បីខ្ញុំអាចចាប់ថ្មនោះបាននៅពេលក្រោយអ្នកនឹងជាមនុស្សដំបូងគេដែលរើសគ្រឿងផ្សំទាំងអស់គិតថាតម្លៃនេះនៅតែ30លានត្រូវបានហើយរួចហើយលើសពីតម្លៃប៉ាន់ស្មានមិនអីទេលោកចាងខ្ញុំនឹងលក់មីឲ្យអ្នកក្មេងល្ងងឲ្យតើអ្នកអាចជ្រើសរើសដោយរបៀបណាការស្វែងរកថ្មរដប់ល្អបែបនេះត្រូវតែអ្នកបោកខ្ញុំបោកបងប្រុសខ្ញុំថ្មដែលបានជ្រើសរើសពីវត្ថុធាតុដើមហើយនេះជាលើកដំបូងរបស់ខ្ញុំនៅទីនេះដូច្នេះលោកមិនអាចទទួលយកការបរាជ័យបានទេលោកពិតជាទទួលយកមែនលោកចៅអ្នកមិនមែនជាអ្នកចាញ់ដ៏ឈឺចាប់ទេមែនទេមិនមែនខ្ញុំទេដែលចាញ់អ្នកណាថាខ្ញុំមិនអាចចាញ់បានទេយើងនៅតែមានថ្មមួយវាមិនទាន់បើកផងខ្ញុំមិនអាចចាញ់គាត់បានទេត្រឹមត្រូវហើយតំបន់នេះពិតជាត្បូងក្រហមដ៏មានគុណភាពខ្ពស់មួយនេះវាមិនអាចទៅរួចទេក្នុងការទទួលបានត្បូងខ្ញុំនឹងលក់អ្នកទៅឲ្យមីយ៉ាន់ម៉ាទីអានគួរតែទៅលួងលោមខ្ញុំវាត្រូវបានដោះស្រាយយ៉ាងឆាប់រហ័សវាពិតជាកម្រិតខ្ពស់មែនត្បូងពេជ្រក្រហមពិតជារីកមែនលោកឆៅនេះពិតជាពណ៌ក្រហមដែលមានគុណភាពខ្ពស់បំផុតមែនត្បូងនេះមានតម្លៃយ៉ាងហោចណាស់20លានដុល្លារខ្ញុំបាននិយាយថាខ្ញុំមិនអាចចាញ់បានទេសំបី